បងប្អូនតែសួរខ្ញុំថាធ្វើម៉េចបានប្រឡងក្រេដជាប់បងថ្ងៃនេះខ្ញុំមកសូមឆ្លើយតបទៅកាន់បងប្អូនទាំងអស់គ្នាការប្រឡងក្រេដជាប់នេះគឺមិនមានភាពចៃដន្យឬមកក៏សំណាងធ្លាក់ពីលើមេឃនោះទេខ្ញុំប្រឡងជាប់ដោយសារតែការខិតខំប្រឹងប្រែងអមដោយសៀវភៅមគ្គុទ្ទេសក៍ណែនាំចំតែម្ដងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំសៀវភៅមួយក្បាលដែលជាសៀវភៅវិញ្ញាសាស្តង់ដារសម្រាប់បងប្អូនកំដៅសាច់ដុំមុនការប្រឡងឈានមកដល់ក្នុងសៀវភៅវិញ្ញាសាស្តង់ដារនេះផងដែរគឺមានលំហាត់រូបភាពស្លាកសញ្ញាក្រាបសរសរការបំពេញឃ្លាអត្ថបទសំណួរចម្លើយនិងវិញ្ញាសាស្ដាប់ផងដែរដោយសារតែសៀវភៅមួយក្បាលនឹងហើយទើបធ្វើខ្ញុំមានសមត្ថភាពប្រឡងកូរ៉េជាប់ហើយនឹងបានមកធ្វើការនៅក្នុងប្រទេសកូរ៉េនឹងឯងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនឹងណែនាំទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែរៀនភាសាកូរ៉េដើម្បីត្រៀមប្រឡង EBS Topic នៅខាងមុខនេះសៀវភៅមួយក្បាលនេះគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់ជោគជ័យ 100% ក្នុងការប្រឡង EBS Topic មានសៀវភៅមួយក្បាលនេះនៅក្នុងដៃប្រៀបដូចជាមានមគ្គុទ្ទេសក៍ដ៏ជំនាញឈរចង្អុលទិសបង្ហាញផ្លូវសម្រាប់បងប្អូនដើរអញ្ចឹងដែរហើយដូច្នេះទើបខ្ញុំណែនាំទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែរៀនភាសាកូរ៉េដែលចង់ជាប់ 100% ក្នុងការប្រឡងបើសិនជាបងប្អូនមិនទាន់មានសៀវភៅនេះទេតើនៅរីកគិតរីរែកដល់ណាទៀតឱកាសនិងពេលវេលាវាមិនមែនចេះតែមានសម្រាប់យើងគ្រប់ពេលនោះទេដូច្នេះកុំឲ្យឱកាសនិងពេលវេលាកន្លងផុតទៅដោយឥតបានការចំណាយពី20000រៀលដើម្បីចាក់គ្រឹះបន្ថែមលើសមត្ថភាពខ្លួនឯងគឺជារឿងល្អបំផុតសម្រាប់អ្នកចង់ជោគជ័យបើសិនជាបងប្អូនចង់បានរស់រានឡើងនៅសល់តែចំនួន10ក្បាលចុងក្រោយទេបងប្អូនរីឯតម្លៃវិញធូទុនធានាថាពិសេសសម្រាប់បងប្អូនតែម្ដងចង់ជោគជ័យទីនេះអាចជួយបងប្អូនទាំងអស់គ្នាបានតែកុំភ្លេចខំរៀនផងអរគុណ